សេរី3ប្រការនោះសេរី3ប្រការអញ្ចឹងអាហ្នឹងមូលហេតុអីបានមានសេរី3ប្រការឥឡូវសុំបងបន្លឺបន្តិចដើម្បីឲ្យក្មេងៗចំនួនក្រោយគ្នាដឹងថាតើសេរី3ប្រការហ្នឹងជាអ្វីយើងត្រូវរំលឹកដោយថាអញ្ចឹងភ្លេងណាស់បន្តិចមកអញ្ចឹងចាបុរាណបន្តិចបុរាណបន្តិចណាបងកុំឲ្យវាភ្លេចសេរីអោចាស់បុរាណក៏បានពោលថាសេរី3ប្រការលើខ្លួនយើងអូខ្លួនយើងនោះមានសេរី3ប្រការចាំងបុរាណនៃបានពោលថាតសេរី3ប្រការលើខ្លួនយើងមិនមែននៃទៀបមិនមែននៃថ្កើងនៅលើខ្លួនយើងណាស្រស់កៃស្រីសេរីទី1គឺពេលព្រឹកយើងរលឹកជាប្រក់កដីតើនឹងសេរីអីថ្លៃយាយថ្លៃសេរីលើមុខអូចាមុខបាទពេលណាយើងក្រោកហើយយើងដុសថ្មិញហើយលុបមុខត្រូវតែដាក់ត្រូវទៅទុកសេរីលើមុខណាស្រស់ស្រីត្រូវដល់ពេលឡើយថ្ងៃត្រង់ក្តៅហើយហែងជាប្រក់កដីតើសេរីនៅលើអវ័យស្រីយាយសេរីនៅលើដើមទ្រូងអូដើមទ្រូងនោះមានសេរីទៀតបាទយ៉ាថ្ងៃណាខ្ញុំទៅវិញខ្ញុំលបមើលសេរីនៅឡើយណាពេលណាយើងថ្ងៃក្តៅខ្លាំងមិនចុងក្រោយឬដំបងគឺអីក្តៅលើដើមទ្រូងត្រូវយកកម៉ាចលក់អីទឹកចលក់ទឹកមកបជូបាយដើមទ្រូងឲ្យតិចពេលដូចព្រឹកអានឹងទ្រូងត្រូវហើយទឹកចាំមើលសេរីទី3អ្វីទៅណាស្រីសង្ហាស្អីគេសេរីទី3ទី3ឲ្យពេលល្ងាចពេលពិសាភោជនីអាហាររួចហើយកាលណាយើងទៅឡើងទៅលើឯផ្ទះអូរៀបចំប្រដាប់ប្រដាខ្លះក៏ទម្លាប់ថ្វាយគុំព្រះចាដល់ពេលចប់នៅលើផ្ទះត្រូវរៀបដេកណាណាស្រីយើងនិយាយសាមញ្ញណាដេកឬសម្រានអេងក៏បានដែរត្រូវដេកណាណាស្រីតើសេរីនោះយ៉ាងណាសេរីមិននៅលើដីថ្លៃហើយគឺសេរីនៅចុងជើងអូមិនបានសេរីពេលឡើងទៅដេកភ្លាមទាំងគេហើយទាំងយើងសេរីនៅចុងជើងយកទឹកមកលាងជើងណាស្រស់ស្រីអូទើបវាមានភ័ព្វវាសនាប្រវាយលោកតាកថាមានសេរីចាចាបាទអានឹងហើយណាស្រីគេហៅសេរី3ប្រការ